នៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញទាក់ទងទៅនឹងការប្រើប្រាស់ពណ៌នៅក្នុងកម្មវិធី Microsoft Excel ខ្ញុំមានឧទាហរណ៍មួយទាក់ទងទៅនឹងការប្រើប្រាស់ពណ៌ហ្នឹងឥឡូវខ្ញុំចង់ចាក់ពណ៌ចាប់ពីកំណត់ rank ចាប់ពី B រហូតដល់តំនេះអញ្ចឹងជាដំបូងអ្នកទាំងអស់គ្នាត្រូវតែ select វាជាមុនសិនណាមុននឹងចាក់ពណ៌គឺត្រូវ select សិនជាក់ស្ដែងនេះខ្ញុំចង់ select វាចាប់ពី B2 នេះរហូតដល់ E2 បាទអញ្ចឹងខ្ញុំអូស select វាដែលខ្ញុំអូស select នេះបាទអូស select នេះគេហៅថា rank ហើយបាទ rank អូសពីណាដល់ណាហ្នឹងគេហៅ rank បាទហ្នឹងហើយឥឡូវខ្ញុំ select ហើយអ្នកទាំងអស់គ្នាបន្តមកទៀតយើងចូលទៅតាណាទៀតដើម្បីយកពណ៌នេះមកមើលក្នុង home មកហើយយកកន្លែងវាលបាទវាលរើសមកបាទវាលចំពោះដែលយើងឃើញនេះគឺមានបាទឥឡូវខ្ញុំយល់ទៅដល់ចំណុចខាងលើទៅដល់ sim color បាទ sim color នេះគឺវាមានពណ៌ច្រើនឲ្យអ្នកទាំងអស់គ្នារើសយើងចង់បានមួយណាចុចលើ color មួយហ្នឹងទៅប៉ុន្តែវាជា color លក្ខណៈបែបម៉េចអ្នកទាំងអស់គ្នាឃើញទេឃើញមើលឃើញជាក់ស្ដែងថា color ហ្នឹងវាយ៉ាងម៉េចដែរអញ្ចឹងឯងមើលជាក់ស្ដែងថា color នេះគឺពណ៌វាអត់ច្បាស់លាស់ទេបាទពណ៌ច្បាស់លាស់ទេដូចជាពណ៌លឿងគឺលឿងប្រភេទពណ៌លាយគ្នាណាហ្នឹងហើយដូចជាពណ៌ខ្មៅប្រភេទពណ៌បែបនេះទៅហើយវាមានឈ្មោះអ្នកទាំងអស់គ្នាអាចមើលបាននេះពេលដែលយើងដាក់នៅលើនឹងទៅវាមានឈ្មោះបង្ហាញណាឥឡូវខ្ញុំដាក់លើនេះនេះគេមានឈ្មោះហើយនេះពេលយើងដាក់លើនឹងទៅវាបង្ហាញឈ្មោះឲ្យដូចជាពណ៌មួយនេះគឺវាលាយគ្នាជារវាងពណ៌ blue ជាមួយពណ៌ gray ចឹងវាលាយពីរពណ៌ចូលគ្នាណាបាទលាយពីរពណ៌ចូលគ្នាហើយវាមានថែមពលឺ40%ទៀតនោះបាទនេះឃើញទេចឹងឥឡូវនេះគឺទៅទៅ sim color គឺជាពណ៌ដែលវាលាយចូលគ្នាបាទរំលាយចូលគ្នាបាទវា blend រវាងពណ៌ផ្សេងចូលគ្នាទៅខ្លាយជាពណ៌មួយទៀតហើយចំពោះមួយទៀតខាងក្រោមអ្នកនរគ្នាមើលកន្លែង standard color បាទបញ្យល់ខ្ញុំយល់ឲ្យលម្អិតអស់ទៅតើតើកន្លែងនេះចំពោះ standard color ហ្នឹងគឺជាកន្លែងកំណត់ពណ៌មួយដែលកម្មវិធីបានរៀបចំទុកជាមុនហើយដែលយើងមើលឃើញជាក់ស្ដែងពណ៌ហ្នឹងគឺវាពណ៌មានតែមួយពណ៌ទេពណ៌ដិតហ្មងណាបាទដោយជាពណ៌ក្រហមនេះគឺវាក្រហមទាំងនេះគឺពណ៌ឈាមជ្រូកបាទដែលពណ៌ឈាមជ្រូកគឺយើងនិយាយទៅគឺបាទហើយមានពណ៌ក្រហមហ្នឹងហើយពណ៌ក្រហមពណ៌ orange បាទពណ៌ទឹកក្រូចពណ៌លឿងឃើញទេឃើញឈ្មោះខាងក្រោមបងប្អូនមើលខ្ញុំដាក់ម៉ៅហើយឃើញឈ្មោះខាងក្រោមណាហ្នឹងហើយវាបង្ហាញឈ្មោះសំដៅវាបង្ហាញពណ៌ដាច់ដោយឡែកតែម្ដងពណ៌មួយច្បាស់តែម្ដងកន្លែង standard ណាចឹងភាពខុសគ្នា standard ហើយនឹង sim color ពណ៌ដែលលាយគ្នាបាទហើយចំពោះ standard គឺអត់មានលាយទេគឺពណ៌វាដាច់តែម្ដងបាទដូចជាពណ៌ស្វាយនេះគឺមានតែមួយពណ៌ទេអត់មានលាយជាមួយពណ៌អីទេស្វាយបាទនេះខៀវខ្មៅហ្នឹងហើយចំពោះមួយទៀតតទៅនឹង recent color នេះគឺជាពណ៌ដែលបានមកពីណានេះបានពី more color នៅពេលដែលយើងចុចចូលទៅរើសនៅក្នុង standard អីទៅបាទ standard color ទៅវានឹងចាប់ពណ៌បាទនេះគេបានពណ៌ខៀវមួយទៀតហ្នឹងហើយអញ្ចឹងកន្លែង recent color នេះគឺជាកន្លែងដែលយើងរើស color ថ្មីដែលរើសចេញពីណារើសចេញពីអឺ more color បាទហើយចំពោះកន្លែងនេះ no color នេះគឺយើងដោះពណ៌ចេញអត់បាក់ទេកន្លែងនេះគឺគ្រាន់តែចុចទៅវាដោះពណ៌ខ្លាចជា cell ធម្មតាវិញហើយបាទឥឡូវខ្ញុំចូលទៅបន្តទៀតទៅនឹង more color បាទទៅ more color វាមានពីរទៀតមាន standard ហើយនិង custom បាទ custom standard នេះគឺជាពណ៌ដែលវារៀបចំឲ្យពណ៌ច្បាស់ដិតតែម្ដងបាទពណ៌ក្រហមមកផាជាផ្កាជ្រូកពណ៌ផ្កាឈូកគឺផ្កាឈូកអញ្ចឹងណាបាទនេះពណ៌ហ្នឹងហើយចុចលើវាទៅចង់បានពណ៌វាណាចុចលើហ្នឹងទៅហើយជាទូទៅខ្ញុំចូលចិត្តយកពណ៌នេះជាងដោយសារពណ៌នៅដិតល្អហើយសម្បូរពណ៌ខ្ញុំចូលចិត្តបាទខ្ញុំអត់សូវរើសពណ៌នៅក្នុង sim color មុនទេហើយមួយទៀតតទៅនឹង custom អ្នកនរគ្នាត្រូវចាំទៅគឺ custom នោះគឺជាកន្លែងដែលយើងកំណត់ខ្លួនឯងអាចកំណត់ខ្លួនឯងក៏បានឬក៏យករបស់ស្រាប់ក៏បានដែរហ្នឹងពាក្យ custom ណាដែលវាឲ្យពណ៌រាងបែបនេះបាទពណ៌ហ្នឹងគឺបើយើងចង់បានពណ៌វាណាចុចលើហ្នឹងទៅបាទវារើសឲ្យឃើញទេហ្នឹងហើយ
ប៉ុន្តែយើងអាចកំណត់ខ្លួនឯងបានយើងអាចចូលទៅ custom វាបានជាមួយនឹងcolor model វាមាន RGB RGB នេះគឺជាប្រភេទ color មាន3 color លាយចូលគ្នារវាងពណ៌ក្រហមពណ៌បៃតងនិងពណ៌ខៀវ R នេះមកពាក្យថា red ក្រហមហើយ G នេះគឺមកពាក្យថា green ពណ៌បៃតង B នេះមកពាក្យថា blue ហ្នឹងហើយនេះខាងក្រោមនេះក៏បង្ហាញដែរតើតើ RGB គឺមាន red green blue ហើយនិង hex ឥឡូវខ្ញុំបញ្យល់ទៅនឹង red បន្តិចតាមពិតទៅវាមានលេខតម្លៃលេខរបស់វា red ទាំង green ទាំង blue ហ្នឹងមានតម្លៃលេខនេះគឺជាតម្លៃលេខខ្ពស់បំផុតនេះ255ហ្នឹងគឺជាតម្លៃលេខខ្ពស់បំផុតហើយបងប្អូនតម្លៃលេខខ្ពស់បំផុតហើយអញ្ចឹងពេលដែលយើងចង់បន្ថយយើងចុចលើប៊ូតុងនេះទៅពណ៌វាធ្លាក់តាមហ្នឹងឯងណាកណ្ដាលពណ៌ក្រហមធ្លាក់វាតិចពណ៌អីផ្សេងអញ្ចឹងបើយើងដាក់100 255បានន័យថា3ពណ៌គឺលាយចូលគ្នាហើយបាទលាយចូលគ្នាពណ៌ក្រហមលាយជាមួយពណ៌ green ជាមួយពណ៌ blue ចុះបើសួរថាយើងចង់ដាក់តែពណ៌ក្រហមសុទ្ធតែយើងធ្វើម៉េចបាទអត់ច្បាស់ទេបើចង់ពណ៌ក្រហមសុទ្ធអ្នកទាំងអស់គ្នាឲ្យតម្លៃនេះ0មកនេះចូលទៅកន្លែង green នេះ0មកហើយតម្លៃនេះក៏0ដែរពីថា0គឺគ្មានពណ៌បាទគ្មានពណ៌យើងយកតែពណ៌ក្រហមសុទ្ធបាទ3ពណ៌នេះអា2ពណ៌នេះ0ហើយពណ៌ក្រហមហ្នឹងវាជាតម្លៃខ្ពស់បំផុតហើយអញ្ចឹងន័យថាពណ៌ក្រហមហ្នឹងគឺពណ៌ក្រហមសុទ្ធអត់មានលីពណ៌អីផ្សេងទេបាទ100%មកពណ៌ក្រហម100%នឹងមានបងប្អូនមួយចំនួនគាត់អត់ទាន់យល់កន្លែងហ្នឹងតើតើនឹងពណ៌ហ្នឹងតែប៉ុន្តែតម្លៃលេខ255ហ្នឹងវាជាតម្លៃខ្ពស់បំផុតនៃពណ៌នីមួយៗសម្រាប់3ពណ៌នេះបាទពណ៌ផ្សេងខ្ញុំអត់ទាន់គិតទេតែ3ពណ៌ហ្នឹងគឺតម្លៃខ្ពស់បំផុតរបស់វាគឺគិតចាប់ពី0រហូតដល់255ហ្នឹងហើយ255មិនខុសពីម៉ូតូយើងទេឧទាហរណ៍ម៉ូតូ Dream 125អញ្ចឹងកម្លាំងspeed របស់វាគឺចាប់ពី0រហូតដល់125ឯងអញ្ចឹងបើយើងចង់ move gear ឲ្យលើកដល់126 127ក៏អត់បានដែរបាទនឹងគឺជាតម្លៃខ្ពស់បំផុតនៃពណ៌អូខេហើយបើយើងចង់បានពណ៌ green សុទ្ធអញ្ចឹងអ្នកនរគ្នាដូរកន្លែងហ្នឹង255ហើយដូរកន្លែង red ទៅដល់0មួយទៅវាចេញពណ៌ green សុទ្ធដែរឃើញទេនេះចាប់ពណ៌ចុះពណ៌ blue សុទ្ធបាទពណ៌ blue សុទ្ធដែរដូរ0ហើយយក blue ហ្នឹង255ទៅ blue សុទ្ធដែរបើយើងប្ដូរដាក់ហ្នឹងទៅ200 120តើពេញពណ៌អីគេកាលណាយើងសេរីពណ៌តាមហ្នឹង150វាចេញពណ៌ទៅតាមហ្នឹងដែរបាទចេញពណ៌តាមហ្នឹងដែរបាទទៅកន្លែងហ្នឹងខ្ញុំបញ្យល់ប៉ុណ្ណឹងហើយចំពោះខាងក្រោមទៅនឹង hack នេះគឺជាលេខកូដពណ៌តែម្ដងលេខកូដឧទាហរណ៍ថាខ្ញុំឈរនៅនេះឈរនៅហ្នឹងបងប្អូនឃើញលេខនឹងប្រែប្រួលឃើញលេខកូដហ្នឹងបាទកូដ color ហ្នឹងប្រែប្រួលអញ្ចឹងយើងអាចយកពណ៌ទៅដាក់បានហ្នឹងហើយខ្ញុំមានឧទាហរណ៍មួយទៀតតទៅទៅនឹងការចាក់ពណ៌ឥឡូវខ្ញុំចាក់នេះមួយសិនណាខ្ញុំចាក់យកពណ៌បៃតងចុះបាទដាក់0ហើយអានេះ0ដែរហើយតម្លៃលេខ255បាទពីពណ៌ខៀវសុទ្ធណាហើយអូខេទៅហើយចំពោះចាក់ពណ៌ហ្នឹងអក្សរបើសិនជាយើងយកអក្សរពណ៌ខ្មៅវាអត់ស៊ីទេតើតែយើងបដូរអក្សរយកពណ៌ផ្សេងក្រៅពណ៌ខ្មៅខៀវនេះពីច្រើនគឺវាស៊ីជាមួយនឹងពណ៌អក្សរអត់សំទោសចង់ដូរពណ៌អក្សរអ្នកនរគ្នាចូលទៅអក្សរ A នេះមកកន្លែងនេះមានឈ្មោះថា font color ខ្ញុំរើសយកពណ៌អក្សរបាទលេខវិញណាហ្នឹងហើយតើតើទៅនឹង Project មិញបាទខ្ញុំមានឧទាហរណ៍មួយតើតើនឹងពណ៌នេះពណ៌ហ្នឹងបើសិនជាយើងមើលនៅលើកណ្ដាលកន្លែងផ្សេងបាទចូលទៅកន្លែង wheel មិញមកទៅពេលដែលយើងរើសបាទរើសលើនេះរើសវិញក៏ត្រូវដែរបងប្អូនហើយបើចូលទៅ more color ទៀតរើសវិញក៏មិនត្រូវដែរបាទរើសវិញក៏អត់ត្រូវដែរពណ៌មិនត្រូវទេយើងឃើញពណ៌រាងការឈូកវិញប៉ុន្តែយើងចេះតែយកអត់ត្រូវទេពណ៌ក៏ខុសនៅស្តៀងទេវាអត់ដូចទេណាបាទអត់ដូចទេពណ៌អីក៏ដោយពណ៌អាវពណ៌ផ្ទះពណ៌លាបថ្នាំជញ្ជាំងផ្ទះណាជញ្ជាំងពណ៌ដូចធនាគារ ABA បាទ ABA យើងចង់ទៅផាត់ពណ៌ផ្ទះហ្នឹងជញ្ជាំងផ្ទះហ្នឹងឲ្យដូចពណ៌ ABA
ទិញថ្នាំនោះដាក់មកដូចគ្នាទេដោយសារពណ៌ហ្នឹងគេលាយកូដពណ៌គ្នាបាទគេលាយកូដគេលាយពណ៌លាយកូដគ្នាលាយទៅវាចេញជាពណ៌មួយផ្សេងទៀតអញ្ចឹងបើចង់ឲ្យពណ៌ដូចគ្នានឹងពណ៌ដែលយើងចង់បានអ្នកទាំងអស់គ្នាត្រូវដឹងលេខកូដវាត្រូវដឹង hex code វាបាទត្រូវដឹង hex code វានេះដូចកន្លែងនេះខ្ញុំប្រើពណ៌ហ្នឹងគឺខ្ញុំប្រើកូដអឺ FF00 FF អញ្ចឹងមកចេញពណ៌នេះណាអញ្ចឹងបើសិនជាយើងចង់បានពណ៌ហ្នឹងឥឡូវខ្ញុំប្រើលេខកូដនេះខ្ញុំចូលទៅកន្លែងនេះហើយចូលទៅ custom រួចចូលទៅ hex ហើយខ្ញុំយកលេខកូដមកប្រើខ្ញុំដាក់រូបជ្រូក FF 00 FF នេះជាលេខកូដដែលវាបង្ហាញឃើញទេអញ្ចឹងវាក៏បង្ហាញពណ៌ទៅតាមលេខកូដដែលយើងបានកំណត់ហើយក៏មិនមែនមានតែប៉ុណ្្នឹងដែរពណ៌មានច្រើនទៀតនេះបើចង់ចូលទៅមើលតារាងពណ៌អ្នកនរគ្នាអាចចូលទៅក្នុង website បាទ website មួយនេះបាទ website មួយនេះទៅវានឹងបង្ហាញពណ៌ទៅនឹងកម្មវិធី Microsoft Excel គឺមានលេខកូដពណ៌ទាំងអស់នេះបាទវាបង្ហាញលេខកូដពណ៌ដូចជាពណ៌ខ្មៅវាមានបាទលេខ0ទាំងអស់វាមានម៉ាកខ្ទង់មាន6ខ្ទង់បងប្អូនណា6ខ្ទង់មិនថាលាយជាមួយអក្សរទេគឺត្រឹមតែ6ខ្ទង់ប៉ុណ្ណោះដែលផ្ដើមដោយសញ្ញាត្រង់ជ្រូកដូចជាខ្ញុំចង់បានពណ៌បៃតងនេះលេខកូដវាគឺ00 FF00នឹងឥឡូវយើងសាកចូលទៅដាក់ពណ៌នឹងសាកមើល00 FF 00រួចចុចអូខេនេះឃើញទេវានឹងបង្ហាញពណ៌បៃតងសម្រាប់ពណ៌របស់យើងនៅលើ cell ហ្នឹងបាទបាទអញ្ចឹងតើតើនឹងការប្រើប្រាស់ពណ៌នៅក្នុងកម្មវិធី Microsoft Excel ហើយកុំភ្លេចចុច Subscribe ទៅលើ Channel នេះផងដើម្បីទទួលបានវីដេអូថ្មីៗនៅពេលដែលខ្ញុំ upload មេរៀនថ្មីៗទៀតអ្នកនរគ្នានឹងទទួលបានមេរៀនទស្សនាបាទអរគុណជួបគ្នាវីដេអូក្រោយ